ការសិក្សានៅក្នុងសតិប្បដ្ឋានធម្មមានុបស្សនាសតិប្បដ្ឋាននេះយើងពិចារណាមើលមកគឺឲ្យមានសេចក្តីបរិសុទ្ធដោយមិនមានការទើទែកអីទេទើទែកនៅក្នុងទីនេះវាសង្ស័យអញ្ចឹងយើងសិក្សាអស់សង្ស័យទោះតែមាននៅទិដ្ឋិវិសុទ្ធិអញ្ចឹងដូច្នេះយើងក៏បានសិក្សាយោងពីម្សិលមិញមកយើងសិក្សារូបហ្មងឲ្យល្អិតល្អន់ហ្មងរូបនឹងល្អិតណាចាឲ្យបានជារូបកម្មដ្ឋានល្អិតហើយទើបយើងព្រមល្មមថាការដែលมันមានទិដ្ឋិបរិសុទ្ធហ្នឹងគឺការប្រកាន់នៃសកាយទិដ្ឋិថារូបជារបស់យើងឥឡូវព្រះអង្គសម្ដែងថារូប44នេះលោកពោលទុកព្រោះសម្លេងជារូបមិនប្រកបប្រជាព្រោះថាសម្លេងនោះឯងជារូបកើតឡើងពីឧតុនឹងចិត្តទេចារមែងមិនអាចកើតឡើងអស់កាលទាំងពួងបានចាសូម្បីតែសត្វរូបសម្លេងហៅថាសត្វរូបពាក្យថាដូចនេះមានន័យថាក្នុងសក់យ៉ាងណាក្នុងកោសាថៈ24ដែលជាចតុសមុដ្ឋានរូបយើងរៀននេះរៀនអំពីរូបកម្មដ្ឋានតែម្ដងហើយដូច្នេះមានន័យថាក្នុងសក់យ៉ាងណាក្នុងកោសាថៈ24ដែលជាចតុសមុដ្ឋានមានរោមជាដើមក៏ដូច្នេះដូចគ្នាពាក្យថាកោសាថៈ24បានដល់ចែកកោសាថៈទាំង8ដែលនឹងពោលដល់ក្នុងកោសាថៈ32ចេញទៅក៏បានកោសាថៈ24កោសាថៈទាំងឡាយនេះលោកពោលថាមានឧតុនឹងចិត្តជាសមុដ្ឋានព្រោះកោសាថៈមានញើសជាដើមកើតឡើងក្នុងដោយកម្ដៅនិងការធ្វើទារុណកម្មជាដើមចានឹងដោយការប្រែប្រួលនៃចិត្តកាលរូបនៅក្នុងកោសាថៈ32កើតប្រកបហើយសូម្បីរូបដតីក្រៅពីកោសាថៈ32នោះក៏រមែងប្រកបព្រោះហេតុនោះកាលនឹងសម្ដែងរូបសំបីរូបទាំងឡាយនោះលោកអាចារ្យទៅពោលពាក្យមានជាអាចថាអាការៈដតីទៀតដូច្នេះក្នុងពាក្យថាក្នុងពាក្យនោះពាក្យថាអាការៈ10ដតីទៀតបានដល់អាការៈ10ដតីនឹងចាតេជោកោសាថៈ4វាយោកោសាថៈ6បទថាកម្មជេលោកពោលដល់ភូតរូបមិនមែនពាក្យធ្វើឲ្យផ្សេងនោះទេព្រោះតេជោដែលញ៉ាំងអាហារដែលបរិភោគចូលទៅជាដើមឲ្យរលាយដែលមិនកើតអំពីកម្មមិនមានទេចាលោកអាចារ្យពួកខ្លះលោកពោលថាក៏បទថាតថាចិត្តជេលោកពោលទុកព្រោះខ្យល់ដង្ហើមចេញចូលចាមានចិត្តជាសមុដ្ឋានតែម្យ៉ាងប្រការនេះលោកពោលព្រោះខ្យល់ដង្ហើមចេញចូលដែលប្រព្រឹត្តទៅក្នុងសន្តានដែលមិនមែនកើតអំពីចិត្តនិងជាវត្ថុដែលកើតពីឧតុមិនមានទេក៏ខ្យល់ដង្ហើមចេញចូលនោះស្ថិតនៅក្នុងបណ្ណានៅខាងក្នុងណាឈ្មោះថាកើតអំពីចិត្តមិនមែនខ្យល់ដង្ហើមចេញចូលដែលនៅខាងក្រៅនោះទេព្រោះហេតុនោះពាក្យនោះកើតពីចិត្តនេះក្នុងពាក្យនោះទៅជាពាក្យដែលធ្វើឲ្យផ្សេងគ្នានឹងសេចក្តីនេះខ្ញុំម្ចាស់បានពោលទុកហើយក្នុងអាណាបានកថាក្នុងខាងដើមរួចហើយពាក្យថាក្នុងកោសាថៈដសេះបានដល់ក្នុងតេជោកោសាថៈ3និងវាយោកោសាថៈ5ដែលប្រព្រឹត្តទៅក្នុងភាពជាភ្លើងក្នុងការធ្វើឲ្យក្តៅជាដើមនិងខ្យល់ដែលបក់ផាត់ចុះឡើងជាដើមក្នុងបណ្ដារូបកលាបៈមានចក្ខុទេសកៈជាដើមរូបដែលជាប្រធានបានដល់ចក្ខុជាដើមព្រោះហេតុនោះទើបលោកអាចារ្យលើកកិច្ចដែលជាផ្នែកតូចមានភាពជាវត្ថុនិងជាទ្វារដែលមានក្នុងរូប
មានចក្ខុទាំងឡាយនោះឡើងទុកក្នុងសេចក្តីរួមហើយពោលថារូបកលាបៈ5មានចក្ខុទេសកៈជាដើមដោយជាវត្ថុនឹងទ្វាដូច្នេះគប្បីប្រកបពាក្យថានឹងហត្តយវត្ថុទេសកៈដោយជាវត្ថុឯកទេសរមែងស្របតាមសូម្បីពាក្យដែលបានអធិប្បាយទុកដោយការប្រកបទុកក្នុងពាក្យមួយដូច្នេះពាក្យថារូបੰទាំងពួងបានដល់រូបរួមចំនួន1494រូបក្នុងការរាប់រួមតាមដែលពោលហើយតែការកាន់យកប្រភេទនៃចំណែកតូចនៃកោសាថៈនិងរូបកលាបៈដែលជាចំណែកតូចនៃកោសាថៈទាំងឡាយនោះនឹងមានប្រភេទនៃរូបច្រើនក្រៃលែងជាងនោះតែប្រភេទនោះមិនគួរកាន់យកព្រោះកំណត់បានដោយលំបាកសម្រាប់យោគីវចរដែលជាអតិកម្មិកៈក្នុងទីនេះគឺអ្នកបដិបត្តិដំបូងចាំទុកអតិកម្មិកៈនោះលោកអាចារ្យពោលថាអរូបធម៌ទាំងឡាយរមែងប្រកបដោយភាពជាទ្វាដូច្នេះព្រោះធ្វើអធិប្បាយថាអរូបធម៌ទាំងឡាយរមែងប្រកបសូម្បីដោយភាពជាវត្ថុក៏ពិតសូម្បីយ៉ាងនេះក៏កំណត់ដោយភាពជាទ្វាក៏មិនច្រឡំគ្នាលោកពោលថាលោកយៈចិត្ត81ដូច្នេះតកតងដោយចិត្តដែលរួបរวมទុកទាំងអស់តែមហកតចិត្តរមែងប្រកបដល់យោគីវចរដែលបានសម្រេចប៉ុណ្ណោះពាក្យថាដោយសេចក្តីដូចគ្នាគឺដោយទូទៅពិតហើយចេតសិក7ដួងមានផស្សៈជាដើមជាសាធារណៈដល់ចិត្តបាទគ្រប់ដួងចាព្រោះកើតឡើងបានសូម្បីប្រកបជាមួយចក្ខុវិញ្ញាណជាដើមពាក្យថាទាំងពួងនោះបានដល់អរូបធម៌ទាំងពួងនោះគឺលោកយៈចិត្ត81ចេតសិកមានផស្សៈជាដើមដែលសម្ពយុទ្ធជាមួយនឹងលោកយៈចិត្តចាការកំណត់ប្រភេទនៃចិត្តុបាទដោយវិភាគមានអារម្មណ៍ជាដើមខ្លឹមសាររមែងមានច្រើនតែខ្លឹមសារនោះលោកមិនបានបំណងយកក្នុងទីនេះទេភ្ជាប់សេចក្តីថាធាតុទាំង4ជាទីអាស្រ័យនៃចក្ខុប្រសាទនោះភ្ជាប់សេចក្តីថាសហជាតិរូបនៃចក្ខុប្រសាទនោះដូច្នេះដូចគ្នាបទថាតថេវៈមានន័យស្មើនឹងតស្មឹងយេវៈយោគៈសម្ភារៈចក្ខុបតិសៈចាបតិសេប្រែថាក្នុងចំណែកនៃសសម្ភារៈចក្ខុនោះពាក្យថាអនុបាទិនករូបចាអនុបាទិនរូបលោកពោលទុកព្រោះរូបដែលបានពោលហើយក្នុងកាលមុនជាឧបាទិនករូបមានន័យថាបានដល់អកម្មច្ចរូបពាក្យថារូបដ៏សេះបានដល់រូបពាក្យថារូបដ៏សេះបានដល់រូបដ៏សេះក្រៅពីចក្ខុនោះព្រោះចក្ខុបានពោលទុករួចហើយរួមជាមួយចក្ខុនោះក៏មានរូប54ពាក្យថារូប43ដ៏សេះលោកពោលទុកព្រោះមន្ត្រីកាន់យកសំបីតែមួយទេសកៈក្នុងបណ្ដាទេសកៈទាំងឡាយមានចក្ខុទេសកៈជាដើមចាលោកអាចារ្យពោលថារូប43ដូច្នេះព្រោះមិនកាន់យកសត្យរូបនោះព្រោះសត្យរូបនោះជាអនិច្ចតៈហើយសម្ដែងវិទ្យនៃកេញជិអាចារ្យតទៅថារូប45ព្រោះកាន់យកសត្យរូបទាំងពីរដែលមានឧតុនិងចិត្តជាសមុដ្ឋានពាក្យថារូបដ៏សេះបានដល់និព្វានរូប6ដ៏សេះវារូបធម៌12ដែលលោកពោលថាធាតុ10ក្នុងទីនេះលោកកំណត់យករូបប៉ុណ្ណោះ
មិនមែនកំណត់បរិច្ឆេទនៃរូបវិការៈនៃរូបនិងលក្ខណៈរូបចក្ខុវិញ្ញាណទាំងពីរផ្នែកលោកពោលថាចិត្តនោះឯងព្រោះជាកុសលវិបាកនិងអកុសលវិបាកដោយដឹងរូបារម្មណ៍និងមានចក្ខុជាទីអាស្រ័យដូចគ្នាព្រោះជាចិត្តស្មើគ្នាដោយពាក្យថាយ៉ាងនេះលោកអាចារ្យរួមយកពាក្យដែលពោលទុកដោយន័យជាដើមថាអាស្រ័យចក្ខុដូច្នេះនិងពាក្យជាដើមថាអាស្រ័យសោតៈដែលមិនបានពោលទុកសំបីក្នុងពាក្យថាមនោវិញ្ញាណធាតុនេះគប្បីនាំយកបទថាឯកោមកភ្ជាប់ថាមនោវិញ្ញាណធាតុមួយដូច្នេះធាតុ11ដកកន្លះឈ្មោះថាអណ្ដេកាទេសៈចែកជា10កន្លះម្យ៉ាងទៀតធាតុ11ដកកន្លះនៃធាតុទាំងឡាយហេតុនោះធាតុនោះជាឈ្មោះអណ្ដេកាទេសៈប្រែថាមាន11ដកកន្លះគឺ10កន្លះសូម្បីបទថាអណ្ដថមាប្រែថា8ដកកន្លះគឺធាតុ7កន្លះក៏ន័យដូចគ្នាពាក្យថាតាមន័យដែលពោលហើយក្នុងចក្ខុធាតុនោះឯងគឺតាមន័យដែលពោលហើយដោយពាក្យមានជាអាចថាស្អាតដោយពន្លឺភ្នែកសខ្មៅដែលពពួកជនស្គាល់ថាជាចក្ខុពាក្យថាភិក្ខុក្នុងសាសនានេះកំណត់ថារូប17ក្នុងសរីរៈនេះលោកពោលទុកដោយអំណាចការសម្ដែងដល់ការប្រពវិបស្សនាខាងក្នុងដោយហេតុនោះថាចាលោកអាចារ្យទៅពោលថារូប17គួរដល់ការពិចារណារមែងចូលដល់ការពិចារណាព្រោះហេតុនោះទៅឈ្មោះថាធម្មសនុបគានិសប្រែថាចូលដល់ការពិចារណាមានន័យថាគួរដល់ការពិចារណាអាចារ្យទាំងឡាយពោលថាវិញ្ញាតិទាំងពីរលោកពោលទុកដោយស័ព្ទថាអាការៈរូប3មានលហុតារូបជាដើមលោកពោលទុកដោយស័ព្ទថាវិការៈអាកាសធាតុលោកពោលថាស័ព្ទថាបរិច្ឆេទៈម្យ៉ាងទៀតលោកអាចារ្យលោកពោលលក្ខណៈរូបជាមួយវិញ្ញាតិរូបទាំងពីរដោយស័ព្ទថាអាការៈក៏លក្ខណៈរូបនោះគ្រាន់តែជាអាការៈនៃការកើតឡើងជាដើមនៃរូបទាំងឡាយពាក្យថាអនន្តរបរិច្ឆេទៈបានដល់គ្រឿងកំណត់ចន្លោះប្រហោងព្រោះជាហេតុមិនឲ្យកលាបៈទាំងនោះជាប់គ្នាលោកអាចារ្យពោលពាក្យជាដើមថាតែថាដូច្នេះដើម្បីនឹងចិញ្ចឹមពាក្យសួរថាប្រសិនបើថារូប10មិនមែនជារូបគួរពិចារណានឹងត្រឹមតែជាអាការៈជាដើមនិងជារូបបានដូចម្ដេចចឹងខ្ញុំបកណានេះខ្ញុំគឺលើកអានទាំងស្រុងនៅក្នុងព្រះពុទ្ធដីកាមានព្រះអរហន្តចារ្យនេះដើម្បីបានដល់ការសម្ដាប់អ្នកដែលមានឧបនិស្ស័យជ្រះថ្លានៅក្នុងរូបកម្មដ្ឋានសូម្បីតែខ្ញុំបកណានាងខ្ញុំក៏ព្យាយាមដែរក្នុងការសិក្សានឹងដើម្បីឲ្យជាក់ច្បាស់ទាំងអស់គ្នាហើយក៏មិនហ៊ានលើកលឿនខ្លាចស្ដាប់មិនទាន់